មកដល់ប្រទេសអភិវឌ្ឍប្រទេសដែលធ្វើការបានប្រាក់កម្រៃច្រើនហើយហេតុអ្វីខ្ញុំនៅមានជំងឺដែលខ្ញុំនិយាយហ្នឹងគឺមានដូចជាជំងឺនឹកផ្ទះជំងឺនឹកមិត្តភ័ក្តិជំងឺនឹកក្រុមគ្រួសារសាច់ញាតិជំងឺនឹកការងារដែលយើងធ្លាប់ធ្វើជំងឺនឹកការដើរលេងជំងឺនឹកម្ហូបអាហារជំងឺនឹកការចាយវាយមិនថាអ្នកណាទេឲ្យតែយើងផ្លាស់ទីទៅទីកន្លែងណាថ្មីហើយនឹងទីតាំងរស់នៅថ្មីគឺយើងតែងតែមានអារម្មណ៍ជួបបែបហ្នឹងហើយតែអ្វីដែលខ្ញុំជួបធ្វើឲ្យខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុតគឺនៅពេលដែលយើងនិយាយជាមួយនឹងមនុស្សខុសអ្នកស្គាល់គ្នាខ្លះគេនិយាយលើកទឹកចិត្តយើងអ្នកខ្លះនិយាយបង្អាប់ទឹកចិត្តយើងអញ្ចឹងមុននឹងនិយាយជាមួយនរណាម្នាក់យើងគិតឲ្យច្បាស់ថាតើម្នាក់នឹងស្រឡាញ់យើងរាប់អានយើងពិតប្រាកដដែរឬទេការងារខ្ញុំនៅខ្មែរខ្ញុំចូលចិត្តខ្ញុំស្រឡាញ់ដល់ពេលមកដល់សហរដ្ឋអាមេរិកខ្ញុំមិនអាចឈានជើងចូលទៅការងារដែលខ្ញុំធ្លាប់ធ្វើនៅខ្មែរបានទេបានត្រឹមធ្វើការងារធម្មតាការងារដែលប្រើកម្លាំងណាអ្នកនរគ្នាទោះបីពេលខ្លះយើងត្រូវប្រើខួរក្បាលក៏ដោយក៏យើងត្រូវប្រើកម្លាំងដែរគេបាននិយាយបំបាក់ទឹកចិត្តខ្ញុំដែលខ្ញុំចាប់ផ្ដើមធ្វើការងារដែលប្រើកម្លាំងវាខុសពីការងារដែលនៅស្រុកខ្មែរពាក្យសម្ដីដែលគេនិយាយមកគេមិនបានលើកទឹកចិត្តខ្ញុំនោះទេតែក៏មានមនុស្សមួយចំនួនដែលបានស្គាល់ខ្ញុំគេពិតជារាប់អានយើងពិតប្រាកដហើយគេបានជួយខ្ញុំមែនដោយមិនដាក់សម្ពាធផ្លូវចិត្តខ្ញុំគេបានណែនាំខ្ញុំថាធ្វើអ្វីដែលយើងអាចធ្វើបានទៅតាមស្ថានភាពរបស់យើងទីតាំងតំបន់ដែលយើងរស់នៅមិនបាច់ព្យាយាមបកស្រាយទៅគេទេគេអត់យល់ទេថាការរស់នៅរបស់យើងនឹងរបៀបម៉េចឧទាហរណ៍នៅសហរដ្ឋអាមេរិកគឺរដ្ឋមួយប្រទេសមួយគេមិនដែលនឹងមករស់នៅគេមិនយល់ពីច្បាប់ទម្លាប់គេមិនយល់ថាការទៅធ្វើការអ្នកត្រូវការគេខ្លះដាក់ពាក្យមួយខ្លះត្រូវឆ្លងកាត់ដំណាក់កាលប្រមាណខ្លះមកជោគបាយនៃការធ្វើដំណើរនេះត្រូវការអ្វីខ្លះគេអត់យល់ទេតែអ្នកប្រឹក្សារបស់យើងអ្នកដែលយើងនិយាយជាមួយហ្នឹងណាគេបង្ខំយើងគេនិយាយឲ្យយើងធ្វើនេះធ្វើនោះគេមានគំនិតជាច្រើនប្រាប់យើងតែយើងត្រូវមើលសម្លឹងខ្លួនឯងដែរគិតពិចារណាដែរថាយើងស្ថិតនៅក្នុងកម្រិតណាធ្វើបានកម្រិតណាខ្ញុំលើកទឹកចិត្តឲ្យអ្នកមកសហរដ្ឋអាមេរិកថ្មីយើងធ្វើអ្វីទៅតាមលទ្ធភាពយើងកម្លាំងយើងព្យាយាមលើកទឹកចិត្តខ្លួនឯងខ្ញុំចាក់ចេញឆ្ងាយពីការបាក់ទឹកចិត្ត